Welcome to a half day vlog ពួក vlog មិននេះគឺវាភ្លាមហ្មងខ្ញុំគាត់តែនឹកឃើញតែខ្ញុំចង់ថត vlog ក៏ខ្ញុំដាក់កាមេរ៉ាដូចចោលមកតែអត់អីអ្នកគ្នាមើលលេងៗណាហើយមេកឥឡូវពងក្តៅអញ្ចឹងចេញក្រៅឲ្យកុំភ្លេចប្រើជាមួយនឹង sunscreen ឬក៏ hand cream ផងណាកុំឲ្យវាស្ងួតខ្លាំងពេកប្រយ័ត្នឡើងអាចរយអាហារពេលព្រឹករបស់ខ្ញុំគឺខ្ញុំទៅទិញជាមួយនឹងនំប៉័ងតុកគីហើយនឹងបាញ់ត្រាំងអាតែតាមផ្លូវទៅតាក់បងស្រីខ្ញុំឃើញហាងកាហ្វេរបស់គាត់តំណងពេកខ្ញុំក៏សម្រេចចិត្តថាចូលទិញមួយឆាទៅសកម្មភាពខ្ញុំថ្ងៃហ្នឹងគឺខ្ញុំ feeling ថាខ្ញុំអត់ប្រយោជន៍ខ្លាំងមែនតើទិញអីយកឲ្យបងស្រីខ្ញុំហើយខ្ញុំចិត្តដាក់កាមេរ៉ាដូចចោលទៅដល់ឥឡូវបានមកវីដេអូអញ្ចឹងចំណាយពេលវេលាអង្គុយលេងមួយបងស្រីខ្ញុំអស់ប្រហែលជាចិត្ត1ម៉ោងបន្ទាប់មកខ្ញុំចាប់ផ្ដើមជិះម៉ូតូមកហាងបងម៉ារីម្ដងមកជួបមួយអ្នកលក់ផ្ទាល់ណាបងប្អូនមកជួបមួយអ្នកលក់ផ្ទាល់អីគេសាច់យើងស្គាល់គ្នានៅក្នុង TikTok ណាចាំមួយឆ្នាំជាងឥឡូវបានមកជួបផ្ទាល់មកហាងផ្ទាល់មកទិញកៅអៅទិញខោឥឡូវបានខោនេះអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំបដោះផ្ទះវិញហើយមុនហ្នឹងខ្ញុំនៅហាងបងម៉ារី The Blue Store ឡើងយកមក unboxing ថាតើខ្ញុំទៅហាងគាត់ទិញបានអីខ្លះស្វាយអ្នកទាំងអស់គ្នាបានស្វាយមួយថងស្វាយហ្នឹងគឺគាត់ឲ្យខ្ញុំទិញបានខោ3ខ្ញុំទិញបាន3ខោហើយគាត់ថែមជាមួយនឹងក្បាត់កនេះហើយក្បាត់កហ្នឹងខ្ញុំនឹងយកវាទៅលេង style ជាមួយនឹងខោគាត់ថែមកាបូបនេះឲ្យខ្ញុំមួយទៀតណាគេចេញមកគេបែបចង់ណាយល់ទេអញ្ចឹងកុំភ្លេចទៅ check out ជាមួយ store របស់គាត់ផងណាចាំខ្ញុំដាក់ TikTok account របស់គាត់នៅលើហ្នឹង